ជំរាបសួរបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងខ្ញុំទៀតហើយបន្ទាប់ពីញ៉ាំអីហើយអាហារពេលព្រឹកហើយណាឥឡូវហ្នឹងកំពុងតែធ្វើដំណើរតាមផ្លូវជាមួយនឹងក្រុមគ្រួសារមកលេងនៅជិតផ្ទះនឹងឯងអត់បានទៅណាឆ្ងាយទេហើយនេះគឺជាទេសភាពតាមផ្លូវបងប្អូនមានដើមឈើខ្លះហ្នឹងគឺវាផ្កាហើយដើមឈើខ្លះទៀតគឺអត់ទាន់មានផ្កាហើយក៏អត់ទាន់លាស់ស្លឹកដែរគឺនៅតែទេស្អាតចឹងហ្មងដូចបងប្អូនឃើញនៅក្នុងវីដេអូនេះជាទេសភាពតាមផ្លូវដែលដើមឈើហើយពួកខ្ញុំធ្វើដំណើរនេះប្រហែលជា20នាទីគឺទៅដល់ហើយកន្លែងហ្នឹងហើយចាំថ្ងៃអាទិត្យអញ្ចឹងនៅតាមផ្លូវនេះគឺអត់សូវមានមនុស្សចឹងនិយាយអត់សូវមានឡានបើកអីទេគឺស្រឡះល្អមែនតើហើយនេះពេលដែលពួកខ្ញុំមកដល់ណាបងប្អូនពេលមកដល់ហ្នឹងគឺអត់បានឡើងទៅខាងលើភ្លាមទេគឺនាំកូនមកលេងនៅខាងក្រោមសិនដើរប្រហែលជា5នាទីគឺដល់ហើយកន្លែងហ្នឹងហើយកន្លែងគេនេះដោយបងប្អូនឃើញហ្នឹងផ្លូវវាមាន2ផ្លូវមួយសម្រាប់អ្នកជិះកង់សម្រាប់តែអ្នកជិះកង់ទេអត់អនុញ្ញាតឲ្យម៉ូតូឬក៏ឡានចូលទេកន្លែងហ្នឹងប៉ុន្តែអ្នកជិះកង់អ្នកដំណើរអាហ្នឹងអាចចូលបានហើយផ្លូវមួយចំហៀងទៀតសម្រាប់គេដើរលេងបងប្អូនដូចបងប្អូនឃើញហ្នឹងផ្លូវមួយចំហៀងហ្នឹងសម្រាប់គេធ្វើដំណើរណាហើយឃើញផ្លូវអញ្ចឹងទេប៉ុន្តែពេលដែលទៅដល់កន្លែងហ្នឹងគឺមានមនុស្សច្រើនមែនតើសិតតែក្មេងៗដែលគាត់មកលេងកន្លែងហ្នឹងដែរអញ្ចឹងណាហើយបើសិនជាយើងទៅបន្តទៅមុខទៀតអាហ្នឹងមនុស្សកាន់តែច្រើនទៀតប៉ុន្តែពួកខ្ញុំអត់ទៅដល់មុខទេពួកខ្ញុំដល់ពាក់កណ្ដាលផ្លូវហ្នឹងឈប់នៅលេងកន្លែងហ្នឹងប្រហែលជាកន្លះម៉ោងក៏នាំគ្នាត្រឡប់មកវិញហើយនេះពេលដែលត្រឡប់មកវិញណាកូនខ្ញុំគាត់ទៅមុនហើយគាត់គេហៅថា roller របស់គាត់ណាគឺជិះទៅដល់មុនហើយមកដល់នេះពួកខ្ញុំនៅមើលផ្លូវហ្នឹងផែនទីហ្នឹងគេសម្រាប់មើលមានផ្លូវទៅមុខទៀតផ្លូវណាឡើងភ្នំអីចឹងណាគេបង្ហាញយើងហើយមកជុំវិញហ្នឹងមានកម្ពស់ប្រមាណហើយមានកន្លែងជិះកង់អីខ្លះអញ្ចឹងអាហ្នឹងយើងមើលនៅក្នុងហ្នឹងហើយបន្ទាប់មកនេះឥឡូវហ្នឹងគឺមកដល់មុខហើយខាងមុខហ្នឹងកន្លែងឡើងទៅលើហ្នឹងមិនមានតែខ្ញុំទេបងប្អូនគឺមានមនុស្សច្រើនមែនតើដែលគាត់ឡើងទៅលេងនៅហ្នឹងណាហើយខាងលើហ្នឹងគឺអត់មានគីឡូអីទេប៉ុន្តែគេឡើងទៅចង់មើលទេសភាពខាងលើហ្នឹងគឺទេសភាពស្អាតមែនតើពេលដែលយើងមើលពីលើចុះមកណាហើយកូនខ្ញុំពេលដែលឡើងទៅហ្នឹងគាត់ឲ្យប៉ាពើឲ្យប៉ាថាគាត់ធ្វើមកផ្លែទេព្រោះអីផ្លូវវាវែងអញ្ចឹងណាដើរខ្លះអីអញ្ចឹងទៅហើយឃើញខ្ញុំនេះគឺខ្ញុំឡើងមកផ្លូវនេះផ្លូវគឺចាក់កស៊ូទេបងប្អូនអត់មានផ្លូវគ្រោះហោហើយពេលហ្នឹងពួកខ្ញុំឡើងបានតែពាក់កណ្ដាលភ្នំទេបងប្អូនដោយសារតែកូនខ្ញុំគាត់អង្គុយគេអញ្ចឹងឡើងតាមមកថតបានពាក់កណ្ដាលហ្នឹងក៏នាំគ្នាចុះត្រឡប់មកវិញនិយាយទៅមានគេឡើងទៅដល់ខាងលើនឹងទៀតណាប៉ុន្តែពួកខ្ញុំអត់បានឡើងទៅទេហើយនេះគឺជាទេសភាពតែមើលពីពាក់កណ្ដាលភ្នំចុះមកក្រោមណាបងប្អូនអត់សូវឃើញមានអីទេឃើញមានតែប៉ុណ្្នឹងឯងព្រោះអីកន្លែងហ្នឹងបានតែពាក់កណ្ដាលភ្នំហើយវីដេអូខាងខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណជម្រាបលាសង្ឃឹមថាជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតអរគុណ